បេសកកម្មការទូតនេះបានចាប់ផ្ដើមពីសហរដ្ឋអាមេរិកដោយសម្ដេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព The Board of Peace នៅទីក្រុង Washington កាលពីថ្ងៃ19ខែកុម្ភៈឆ្នាំ2026តបតាមការអញ្ជើញរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពគឺដើម្បីបង្ហាញពីសុខឆន្ទៈរបស់កម្ពុជាក្នុងការគ្រប់គ្រងសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមកស្របពេលនៃកិច្ចប្រជុំនោះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្ដូរទស្សនៈជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងថ្នាក់ដឹកនាំដទៃទៀតក្នុងអំឡុងពេលស្នាក់នៅទីក្រុង Washington សម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាមេរិកសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្ដែងការគួរសមពីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋទូគីយេនិងតំណាងស្ថាប័នអន្តរជាតិនៃក្រមប្រឹក្សាអាត្លង់តិកផងដែរក្នុងជំនួបខាងលើក្រៅពីពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានជម្រាបជូនដៃគូសន្ទនាអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយបានសង្កត់ធ្ងន់ថាសន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជាក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនិងស្មោះត្រង់នៅកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងនិងរស់នៅដោយសុវត្ថិភាពនិងមិនមានការគំរាមកំហែងឬការប្រើប្រាស់កម្លាំង